ហើយប្តីឬក៏ប្រពន្ធសង្គ្រោះកូនសង្គ្រោះបុត្រសង្គ្រោះភរិយាគឺជារឿងមង្គលដែរមានសេចក្តីថាប្តីត្រូវតែសង្គ្រោះប្រពន្ធត្រូវតែសង្គ្រោះប្តីសង្គ្រោះគឺមានន័យថាការជួយញាតិញោមប្រសិនបើប្តីអត់សង្គ្រោះប្រពន្ធអត់ជួយប្រពន្ធទេក្រុមគ្រួសារហ្នឹងក៏អត់ចម្រុងចម្រើនដែរយើងឧទាហរណ៍ថាកាលពីក្រីក្រស៊ីបបរស៊ីក្តាមស៊ីខ្យងនៅជាមួយគ្នាបានឃើញទេអានោះដោយសារយើងនៅមានធឿសង្គ្រោះធឿជួយគ្នាដល់ពេលមានលុយមានឡានបែកកណិតបែកបាក់គ្នាឃើញទេញោមយើងបាត់នៅធឿគេហៅថាបាត់នៅធឿសង្គ្រោះប្រសិនបើប្តីប្រពន្ធកូនចៅណាជួយទំនុកបំរុងគ្នាទៅវិញទៅមកមានន័យថាក្រុមគ្រួសារនឹងឯងគឺមានសេរីសួស្តីញាតិញោមមានសេរីសួស្តីចម្រុងចម្រើនក៏ដោយទោះបីញាតិញោមអត់មានឡានជិះក៏ដោយញាតិញោមអាចរស់នៅជាមួយគ្នាប្តីមើលមុខប្រពន្ធមើលមុខប្តីបានរស់នៅជាមួយក្រុមគ្រួសាររាល់ព្រឹកល្ងាចវាជាមង្គលវាជាសេរីសួស្តីអាហ្នឹងឯងគឺជាមង្គលណាញាតិញោមប្រសិនបើញាតិញោមមានយន្តហោះជិះមានឡានច្រើនប៉ុន្តែប្រពន្ធទៅផ្សេងប្តីទៅផ្សេងកូនទៅផ្សេងសួរតែមានក្តីសុខអីញាតិញោមអត់មានក្តីសុខទេប្រសិនបើទីកន្លែងណាមួយក្រុមគ្រួសារណាមួយដែលរស់នៅអត់មានធឿញាតិញោមគ្រួសារហ្នឹងគឺអត់មានសុភមង្គលទេពីព្រោះធឿហ្នឹងគឺជាជីវិតប្រចាំថ្ងៃនៃការរស់នៅចេះសង្គ្រោះគ្នាចេះជួយគ្នាហ្នឹងឯងមិនមែនធឿទៅឯណាទេណាញាតិញោម